រដូវកាលនេះគឺជារដូវកាលបៃតងឬក៏យើងហៅបានថា Green Season ចឹងហើយបរិយាកាសក៏ដូចជាទេសភាពនៅតាមប្រាសាទនីមួយៗគឺមានភាពស្រស់ស្អាតសឹងតែគ្រប់កន្លែងហើយអ្នកទាំងអស់គ្នាចឹងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅទស្សនាប្រាសាទចំនួន2ដែលមានទេសភាពពណ៌បៃតងខ្ចីស្រស់ស្អាតខ្លាំងមែនទែនប្រាសាទទី1នឹងគឺប្រាសាទបាពួននឹងឯងទេសភាពស្មៅក៏ដូចជាដើមឈើនៅជុំវិញនឹងមើលទៅគឺខៀវល្អមែនទែនហើយធ្វើឲ្យភ្ញៀវទេសចរក៏ដូចជាអ្នកដែលទៅលេងនៅប្រាសាទនឹងគឺគាត់សប្បាយនឹងថតរូបខ្លាំងមែនទែនហើយណាមួយប្រាសាទនឹងគឺមានទីតាំងនៅជិតនឹងប្រាសាទបាយ័នចឹងហើយភ្ញៀវទេសចរដែលគាត់ទៅលេងប្រាសាទបាយ័នគាត់អាចដើរទៅលេងនៅប្រាសាទបាពួននឹងបានដោយសារតែនៅជិតគ្នាតែនៅនឹងគឺសម្បូរសត្វស្វាជូតមែនទែនអ្នកទាំងគ្នាប៉ុន្តែក៏មានស្វាខ្លះដែលកាចចឹងហើយបើសិនជាអ្នកទាំងគ្នាចង់ដើរលេងនៅតាមប្រាសាទថតរូបស្អាតៗជាមួយទេសភាពនៅក្នុងខេត្តនឹងគឺដឹងតែត្រូវហើយដោយសារតែទេសភាពគឺកំពុងតែពណ៌បៃតងស្រស់ល្អខ្លាំងមែនទែនហើយប្រាសាទទី2ដែលអ្នកទាំងគ្នាអាចទៅលេងឬក៏ទៅទស្សនាបាននឹងគឺប្រាសាទពិមានអាកាសដែលមានទីតាំងនៅជិតគ្នានៅខាងជើងនៃប្រាសាទបាពួននឹងឯងអ្នកទាំងគ្នាដែលយើងអាចដើរទៅលេងបានឬក៏អ្នកទាំងគ្នាអាចចូលពីខាងមុខវិញគឺខាងពលានជលំរៃក៏បានដែរហើយប្រាសាទនឹងគឺដូចនៅកណ្ដាលព្រៃជ្រៅចឹងអ្នកទាំងគ្នាដែលសារតែនៅសងខាងជុំវិញប្រាសាទនឹងគឺពោពេញតែដោយដើមឈើក៏ដូចជារុក្ខជាតិដែលដុះនៅជុំវិញនឹងហើយមើលទៅទេសភាពក៏ដូចជាបរិយាកាសគឺស្ងប់ស្ងាត់ល្អខ្លាំងមែនទែនដូចនៅក្នុងវីដេអូនឹងដែលខ្ញុំបានថតចឹងអ្នកទាំងគ្នាមើលទៅគឺមានស្លែដុះនៅលើថ្មប្រាសាទពណ៌បៃតងហើយបរិយាកាសនៅជុំវិញនឹងគឺត្រជាក់ស្រស់ស្រាយល្អមែនទែនដែលធ្វើឲ្យងាយស្រួលនៅក្នុងការដើរទស្សនាក៏ដូចជាងាយស្រួលនៅក្នុងការថតរូបលេងកម្សាន្តបានផងដែរថ្ងៃចុងសប្តាហ៍អ្នកទាំងគ្នាអាចបបួលគ្នាទៅលេងបានចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ